អ្នកទាំងអស់គ្នាតែអ្នកទាំងគ្នារាល់ថ្ងៃជឿចំពើបុណ្យដែលខ្លួនឯងបានសាងប្រមាណភាគរយអ្នកទាំងគ្នាណាបើសិនជាអ្នកទាំងគ្នាយល់ច្បាស់ពីការសាងបុណ្យរបស់ខ្លួនឯងរាល់ថ្ងៃថាយើងសាងបុណ្យតាំងពីយើងដឹងក្តីមកយើងបានសាងបុណ្យអីខ្លះហើយអ្នកជឿលើទង្វើដែលអ្នកបានសាងឬអត់បុគ្គលខ្លះធ្វើបុណ្យច្រើនណាស់ធ្វើបុណ្យច្រើនមែនទែនប៉ុន្តែមិនជឿទៅលើអំពើបុណ្យដែលខ្លួនឯងបានសាងហើយមកច្រឡំថាធ្វើបុណ្យហើយអត់បានផលធ្វើបុណ្យហើយមិនដាក់គោលដៅអីមិនបានជាពិសេសបំផុតជូនចិត្តឲ្យចាក់បានធ្វើបុណ្យហើយជីវិតជួបតែរឿងមិនសមបំណងចំណុចទាំងនេះគឺមានអត់សំណប់ចិត្តបើសិនជាមានមើលវីដេអូរបស់គ្រូសម្បត្តិឲ្យចប់ដែលគ្រូសម្បត្តិយកតិចនិចក្បួនពីការចែករំលែកនេះរួមជាមួយនឹងច្បាប់លំដាប់លោកច្បាប់នៃដួងចិត្តវិញ្ញាណដែលគ្រូសម្បត្តិបានសិក្សាទាំងក្នុងប្រទេសក្រៅប្រទេសយកមកអភិវឌ្ឍបានទទួលជាមួយនឹងឲ្យឆ្លោះបញ្ចាំងនៅជីវិតពិតណាដែលយើងសាងរួមជាមួយនឹងវត្ថុស័ក្តិសិទ្ធិតើធ្វើបែបណាយើងបានផលអ្នកគ្នាច្បាប់នេះគឺជាច្បាប់នៃដំណើរនៃព្រះពុទ្ធទាំងអស់នេះព្រះគ្រូសម្បត្តិជាកូនខ្មែរគឺសាសនាព្រះពុទ្ធទេអញ្ចឹងអ្នកទាំងគ្នាគឺច្បាប់នេះគឺបង្រៀនឲ្យយើងជាបុគ្គលដែលសាងបុណ្យចេញពីផ្លូវចិត្តដែលច្បាស់បំផុតជាមួយនឹងច្បាប់ព្រះពុទ្ធដូចគ្នាតែការសាងបុណ្យរបស់អ្នកត្រូវមានទំនុកចិត្តជឿលើការសាងរបស់ខ្លួនឯងផងមិនមែនសាងហើយមិនជឿគឺអ្នកបានផលទេព្រោះស្មានអ្នកកំពុងតែមិនជឿជាមួយនឹងវត្ថុស័ក្តិសិទ្ធិមិនជឿទៅលើបុណ្យដែលអ្នកបានសាងបើអ្នកមិនជឿលទ្ធផលក៏អត់មានដែរព្រោះកសលផលបុណ្យដែលយើងបានសាងទាំងអស់យើងសាងដោយទឹកចិត្តដែលបរិសុទ្ធបំផុតដោយមិនមែនសំដែងយកមុខបើយើងធ្វើសំដែងយកមុខគឺបានតែធ្វើវាអត់បានផលជំនឿបែបបកលទាំងអស់គ្នាបើជឿចាំមើលបើមិនជឿកុំមើលព្រោះគ្រូសម្បត្តិបានចែកកន្លែងនេះគឺមានកូនសិស្សជាច្រើនគឺគាត់តែងតែប្រាប់គ្រូសម្បត្តិថាអ្នកគ្រូខ្ញុំបានធ្វើបន់ច្រើនណាស់ខ្ញុំបានធ្វើបន់បរិច្ចាគឬក៏ឲ្យគេខ្ចីលុយឬក៏ជួយគេណាស់តែដូចជាអត់បានបន់អីសោះណាពេលខ្លះគឺយើងធ្វើបន់ខុសបានណាពេលខ្លះជួយគេយកលុយទៅជួយគេទាំងខ្លួនឯងមិនរួចខ្លួនផងទាំងខ្លួនឯងមិនមានផងទាំងខ្លួនឯងលំបាកយកលុយទៅជួយគេគាត់ថាខ្លួនឯងធ្វើបន់សាងជាមួយគេតើបន់នឹងជួយអ្នកខ្លះគឺអត់ជួយអ្នកមុននឹងធ្វើបន់អ្នកត្រូវតែដឹងថាយកលុយទៅជួយបុគ្គល A បុគ្គល B ឬក៏ដោះជួយរឿងអ្នកដតីតើអ្នករួចផុតពីកន្លែងហើយនឹងហើយឬនៅបើអ្នកមិនទាន់រួចគឺអ្នកបន់អ្នកជួយអ្នកខ្លះទេតែការសាងបន់របស់យើងគឺមាននៅក្នុងផ្លូវចិត្តមិនសំខាន់ទ្រព្យផ្លូវចិត្តខាងក្នុងស្រឡះដល់ការគិតល្អធ្វើល្អសាងល្អពិតអ្នកនឹងទទួលបានផលដោយមិនរំពឹងបុគ្គល A បុគ្គល B មកតបស្នងអ្នកវិញទេអ្នកដឹងត្រឹមថាអ្នកធ្វើល្អទៅអូខេហើយនេះហើយគឺជាកសលផលបុណ្យអ្នកធ្វើឲ្យបានតែបើសិនជាអ្នកធ្វើហើយរំពឹងឲ្យបុគ្គល A បុគ្គល B មកដឹងគុណអ្នកឬក៏រំពឹងថ្ងៃនេះបានថ្ងៃនេះគឺអត់លទ្ធផលអត់ដូចចិត្តទេអញ្ចឹងអ្នកធ្វើឲ្យកុំតឹងតឹងបើអ្នកធ្វើល្អជាមួយបុគ្គលណាហើយអ្នកកុំចង់ឲ្យបុគ្គលនឹងមកធ្វើល្អជាអ្នកវិញអ្នកទោះគេមិនល្អជារឿងរបស់គេតែសំខាន់អ្នកគឺមានចិត្តស្រឡះនឹងការធ្វើចំពោះគេឬក៏អ្នកមានជាទ្របអីតាមសមត្ថភាពដែលធ្វើអ្នកដឹងខ្លួនច្បាស់ថាអ្នកកំពុងតែសាងល្អហើយអញ្ចឹងគ្មានអ្នកណាដឹងក្រៅពីអ្នកហើយនឹងវត្ថុស័ក្តិសិទ្ធិពេលដែលអ្នកដឹងយល់ច្បាស់កន្លែងនេះហើយអ្នកនឹងសម្រេចគ្រប់យ៉ាងអ្នកប្រាថ្នាគឺបានផលពិតតែបើអ្នកគិតថាធ្វើឲ្យมันបានផលផ្ដល់ឱកាសចូលមករៀនជាមួយនឹងខតបើកបនព្រោះបនធ្វើច្រើនណាស់មិនចេះបើកក៏មិនបានមកប្រើដូចគ្នាដែរណអញ្ចឹងគឺខតបើកបនគឺពិសេសខ្លាំងដែលគ្រូម្ដងការនាំអ្នកបើកបនតែម្ដងការសមាធិមិនមែនចូលព្រះនិព្វានទេគឺការសមាធិបង្កើតបុណ្យឲ្យខ្លួនឯងនិងបើកជាមួយនឹងទំព័របើកត្រកថ្មីពីវត្ថុស័ក្តិសិទ្ធិហើយកំងគោលដៅបានដោយបំណងប្រាថ្នាអរគុណអ្នកក្តីស្រឡាញ់ណ